ខ្ញុំប្រើទៅចូល2ឆ្នាំបាទខ្ញុំសង្កេតថាអន់ផ្សែងជាងមុនអញ្ចឹងហើយជន់រៀងជន់បានគ្រាន់តែបដូរប្រេងរំអិលម៉ាស៊ីនត្រឹមត្រូវធ្វើឲ្យម៉ាស៊ីនឡាននឹងដូចថ្មីអញ្ចឹងដូចខ្ញុំធ្លាប់បានជួបមេជាងរថយន្តហើយអ្នកលក់ក៏ធ្លាប់ជួបដែរក៏បានផ្ដាំថាបើសិនជាយើងបដូរប្រេងរំអិលម៉ាស៊ីនរបស់យើងខុសគឺវាធ្វើឲ្យម៉ាស៊ីនបងប្អូនមានបញ្ហាខាតទាំងលុយកាក់ខាតទាំងពេលវេលាអញ្ចឹងថ្ងៃនេះខ្ញុំនឹងនាំបងប្អូនមកដឹងអំពីការប្រើប្រាស់ប្រេងរំអិលម៉ាស៊ីនដែលត្រឹមត្រូវពីអ្នកប្រើប្រាស់តតែម្ដងទៅជួបពួកគាត់ទាំងអស់គ្នាបងប្រើប្រាស់ប្រេងម៉ាស៊ីននេះប្រហែលឆ្នាំខ្ញុំប្រើទៅចូល2ឆ្នាំបងមើលឃើញមានការផ្លាស់ប្ដូរអីខ្លះចំពោះរថយន្តរបស់បងបន្ទាប់ពីប្រើប្រាស់ប្រេងម៉ាស៊ីននេះរួចហើយបាទខ្ញុំសង្កេតថាអន់ផ្សែងជាងមុនអញ្ចឹងហើយជន់រៀងជន់បានចឹងបងដឹងតែហេតុអីបានវាអន់ផ្សែងជាងមុនហើយហេតុអីបានរថយន្តបងជន់ទៅវាអែមជាងមុនចឹងស្ទុះជាងមុនខ្ញុំគិតថាតាំងពីខ្ញុំដូរប្រេងមកវាដូរប្រេងនេះហើយវាគ្រាន់បើអញ្ចឹងតែពេលអញ្ចឹងខ្ញុំគិតថាប្រេងនេះបាទល្អណាស់បាទល្អបាទអញ្ចឹងខ្ញុំនឹងបញ្ជាក់បន្ថែមបងតិចទៀតដោយសារតែប្រេងហ្នឹងគឺមានការទទួលស្គាល់ពីស្តង់ដារអាមេរិកដែលហៅថា API ហ្នឹងគឺជាស្តង់ដារប្រេងរបស់អាមេរិកហ្មងអាមេរិកទទួលស្គាល់ហ្មងអញ្ចឹងណាបងហើយមួយទៀតគេហៅថាស្តង់ដារ ASIC ហ្នឹងគឺជាប្រភេទស្តង់ដាររំអិលនៃប្រេងបាទមានន័យថាដូចថាប្រេងបងដូរ020ឬក៏530អញ្ចឹងអាស្តង់ដាររំអិលហ្នឹងគឺគេហៅថាកំណត់មួយដែលត្រឹមត្រូវប្រេងខ្លះវាអាចមានតែលេខតែប្រេងនេះគឺលេខហើយគឺវាត្រូវជាមួយនឹងរំអិលនឹងតែម្ដងហើយមួយទៀតកម្រិតស្តង់ដារគេហៅថាប្រភេទ ACEA ហ្នឹងគឺ recommend សម្រាប់ការប្រើឡានម៉ាស៊ីនត្រូវជាមួយនឹងឡានម៉ាស៊ីនគឺប្រភេទឡានអាឡឺម៉ង់តែម្ដងដូច Range Rover ដូចជា Sedan ដូចជាអីជាដើមដែល brand ល្បីដែលអស់ធ្លាប់ស្គាល់ប្រភេទឡានអាឡឺម៉ង់មិនត្រឹមតែប៉ុណ្ណោះបងប្អូនសម្រាប់ប្រេងនេះក៏ទទួលស្គាល់លក់រហូតដល់79ប្រទេសដែរទូទាំងពិភពលោកអញ្ចឹងច្រើនមែនតើអូខេអញ្ចឹងបងជាចុងក្រោយតើបងមានអីប្រាប់ផ្ញើទៅកាន់អតិថិជនដែលគាត់អត់ធ្លាប់ប្រើប្រាស់ឬក៏អត់ទាន់មានទំនុកចិត្តបាទហ្នឹងហើយខ្ញុំអត់មានអីច្រើនទេខ្ញុំគ្រាន់តែប្រាប់តែមិនសិនយើងបាច់មើលតាមរបបក្រៅណាសំខាន់គេនាំចូលមកត្រឹមត្រូវស្តង់ដារច្បាស់លាស់ហើយយើងប្រើខ្លួនឯងយើងដឹងអញ្ចឹងណាហ្នឹងហើយបាទអញ្ចឹងបងប្អូនសម្រាប់ការប្រើប្រាស់ប្រេងរំអិលបងប្អូនត្រូវតែយកចិត្តទុកដាក់មែនតើព្រោះវាប្រៀបដូចជាចរន្តឈាមក្នុងការជំនួយដល់គ្រប់ដំណើរការម៉ាស៊ីនតែម្ដងហ៊ាន IST ជាជំនួយការដ៏ល្អសម្រាប់បងប្អូនហ៊ាន IST ល្អប្រើគ្រប់ប្រភេទម៉ាស៊ីនឡាននិងម៉ាស៊ីនម៉ូតូពីខ្ញុំទៅមានតែប៉ុណ្្នឹងឯងជម្រាបលាជួបគ្នានៅវីដេអូក្រោយបាយបាយ